ក្រសួងការបរទេសអាមេរិកប្រកាសផ្អាកផ្ដល់ទិដ្ឋាការអន្តោប្រវេសន៍ជូនពលរដ្ឋកម្ពុជានិងពលរដ្ឋនៃប្រទេស74ផ្សេងទៀតប្រភេទទិដ្ឋាការអន្តោប្រវេសន៍គឺជាប្រភេទវីសាមករស់នៅសហរដ្ឋអាមេរិករួមមានដូចជាកូនធានាឪពុកម្ដាយធានាកូនប្តីធានាប្រពន្ធធានាប្តីអីហ្នឹងគឺជាប្រភេទទិដ្ឋាការអន្តោប្រវេសន៍អញ្ចឹងប្រភេទវីសានេះត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសផ្អាកផ្ដល់ជូនដែលចូលជាធរមាននៅថ្ងៃទី21ខែមករាឆ្នាំ2026ចំពោះប្រភេទវីសាមិនមែនអន្តោប្រវេសន៍ដូចជាវីសាមករៀនធ្វើដំណើរកម្សាន្តមកព្យាបាលជំងឺអីហ្នឹងគឺនៅតែបន្តធម្មតាលោកអ្នកនៅតែអាចដាក់ពាក្យស្នើសុំវីសាមកលេងមករៀនបានដូចធម្មតាចំពោះវីសាធ្វើអន្តោប្រវេសន៍គឺគេនឹងផ្អាកសិនចាប់ពីថ្ងៃទី21ខែមករាឆ្នាំ2026តទៅក្រុមហ៊ុនយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូនលោកអ្នកនៅពេលដែលមានព័ត៌មានថ្មីបាទអរគុណ